គេមកដល់ហើយអ្នកនាងមកមិនបានជាអ្នកនាងមកខ្ញុំឈ្មោះចៅអ៊ីនធានពីមុនយើងធ្លាប់ជួបគ្នាមិនស្មានថាជួបអ្នកនាងនៅទីនេះម្ដងទៀតខ្ញុំស្មានថាលោកមកទីនេះដើម្បីរកខ្ញុំតែមិនអីទេខ្ញុំរកលោកដូចតែគ្នាទេអ្នកនាងមកមិនបានជានិយាយទៅរកអាម្នាក់នេះមុនអ្នកប្រចាមិនដឹងទេអីមើលទៅម្នាក់នេះគឺជាស្រីកំណត់របស់គេហើយមិនបានជាអញ្ចឹងអ្នកនាងមួយជាស្រីសោះទី1នៅសៀងជីងជាអ្នកបន្តមរតកគ្រួសារទៅថ្ងៃក្រោយនៅសៀងជីងមានអាណាព្រាបស្មើមិនបានជាព្រមជាមួយនឹងអាម៉ាស៊ីប្រកាន់និយាយអ៊ុតនេះចៅអ៊ីនធានលោកខុសព្រមបានហើយរឿងរបស់ខ្ញុំមិនទាន់ដល់វេនលោកមកលោកដៃចូលទេអ្នកនាងមកខ្ញុំគ្មានអីអញ្ចឹងទេខ្ញុំគ្រាន់តែបើមានលើកក្រោយទៀតគ្រួសារចៅមិនចាំបាច់មានទៀតទេបានមកចំពេលឡនណាអញ្ចឹងសូមជួយអ្នកនាងមកជួយពិនិត្យឆ្នាំមួយគ្រាប់នេះមើលរបស់បានមកពីណាអ្នកនាងមកនេះជាកាដូខូបកំណត់ដែលលីមឈិនជូនខ្ញុំមានបញ្ហាទេឆ្នាំនេះឈ្មោះថាឆ្នាំឈៀនជៀនមិនត្រឹមតែគ្មានបញ្ហាទេបើប្រៀបនឹងឆ្នាំឈៀនជៀនធម្មតាគឺល្អលើសទៅទៀតថាម៉េចអ្នកនាងមកនេះជាឆ្នាំឈៀនជៀនពិតអ្នកនាងលេងសើចទេអីលោកកំពុងតែសង្ស័យខ្ញុំបើនៅទាំងអស់គ្នានៅតែមិនជឿទេចុះទៅពិសោធន៍ដល់មន្ទីរពិសោធន៍វិទ្យាសាស្ត្រប្រកាសជាដឹងមិនបាច់ទេប៉ាមិនបានជាប៉ាពិសាឆាប់ចេញមកប្រចាំឆ្នាំខ្លាំងខ្លាយច្បាស់ជាមានរឿងធំយើងជឿលើលីមឈិនមិនបានធ្វើបាបយើងទេលោកប៉ាលឹមឈិនក្រែថាឆ្នាំជាឆ្នាំពិតទេហេតុអីកាលពេលដែលលោកម្ចាស់គាត់ហូបហើយសត្វតែគាត់ឈាមអញ្ចឹងនេះជាអាការៈធម្មតាក្រោយពេលហូបឆ្នាំឈានជៀនព្រោះប្រសិទ្ធភាពវាខ្លាំងណាស់មនុស្សធម្មតាពេលប្រើប្រាស់តែតែមានអាការៈអញ្ចឹងគាត់និយាយភពប្រហោសោះមិនបានជាខ្ញុំមិនដឹងហូបឆ្នាំនេះហើយសត្វតែគាត់ឈាមបែបនេះអញ្ចឹងដោយសារតែនាងមិនយល់ដឹងម្យ៉ាងទៀតខ្ញុំធ្លាប់ប្រាប់នាងហើយតាបើនាងហ៊ានធ្វើបាបលោកលឹមទៀតខ្ញុំទះនាងឲ្យបែកមាត់នាងលឹមឈិនបើប៉ាយើងមានរឿងអីកើតឡើងអាចទទួលខុសត្រូវស្រីប្រើកម្លាំងធាតុជួយលោកតាទៅមិនបាច់ទេប៉ាយ៉ាងម៉េចទៅហើយមានកន្លែងណាមិនស្រួលទេអត់អីទេក្នុងខ្លួនយើងពោពេញទៅដោយធម៌ពលជំងឺចាស់ដែលមាននៅក្នុងខ្លួនយើងហាក់ដូចជាត្រូវព្យាបាលជាសះស្បើយហើយឡើងអ្វីដែលខ្ញុំនិយាយចាំជឿហើយនៅលឹមឈិនកុំអើបានចិត្តពេកមិនក៏ឯងហ៊ានប្រកាសថាឆ្នាំនេះគ្មានផលពិបាកនៅថ្ងៃក្រោយនោះវាអាចមានបញ្ហាក្រោយពេលដែលឯងនេះចេញទៅបាត់ឬអាចជាអាការៈមុននឹងស្លាប់បានហើយចង់ឲ្យយើងស្លាប់មែនទេប៉ាខ្ញុំគ្មានន័យចឹងទេប៉ាមិនក៏មិនឆាប់ថយចេញលឹមឈិនរឿងរបស់ឯងនិងអ៊ីយ៉ានលោកម្ចាស់ធំខ្ញុំមានការរវល់ខ្ញុំទៅសិនហើយថែរក្សាសុខភាពថ្ងៃក្រោយយើងគង់ទៅជួបគ្នាទៀតទេអ៊ីយ៉ានលើកនេះឯងធ្វើការជ្រើសរើសខុសធ្ងន់ធ្ងរបានជីងឯងថាតែមើលខ្ញុំពិតជាធ្វើខុសមែនទេជាកុហកលីងឈិនបើគេមានថ្នាំប្រកាស40ចឹងនេះហេតុអីមិនយកចេញមកតាំងពីដំបូងចាំដល់ថ្ងៃនេះបានយកចេញមកឬមួយគេចង់សម្ញៃនៅចំពោះមុខអ្នកនាងម្យ៉ាងទៀតមិនថាថ្នាំនេះជាថ្នាំបិសាចឬក៏អ្នកណាគេឲ្យទេមិនអញ្ចឹងគេជាមនុស្សចាស់មួយទៀតចង់បានថ្នាំទឹកមានតម្លៃមកពីណាទៅតាមសមត្ថភាពគ្រួសារមុខចង់បានថ្នាំឈានជិនមិនមែនជាការពិបាកទេតាមខ្ញុំមើលនេះជាលក្ខខណ្ឌដែលពួកគេសម្ដែងពិតជាគួរឲ្យសប្មែនខ្ញុំសឹងតែចាញ់បោកគេទៅហើយមិនខុសទេអ៊ីចានលឹមឈិនជាមនុស្សរបៀបម៉េចគេគ្រាន់តែជាសម្រាមពឹងមនុស្សស្រីប៉ុណ្ណោះមានតែតែប្រុសចៅទេទើបសង្ហានៅក្មេងហើយមានសមត្ថភាពផ្សំជាមួយនឹងឯងណាម៉ាក់ខ្ញុំមិនទាន់គិតរឿងស្នេហាទេកុំអាលបង្ខំប្រហែលថ្ងៃទៀតក្រែងឯងទៅសាំងជីមែនទេមានឱកាសជួបគ្នាច្រើនខ្លាំងណាស់អ៊ីយ៉ានពេលនេះទៅដល់សាំងជីអាចទៅខ្ញុំបានគ្រប់ពេលខ្ញុំរៀននឹងកំដរអរគុណបើគ្មានកិច្ចការអ្វីខ្ញុំទៅសិនហើយណាតាមសម្រួលអ្នកប្រុសចៅជួយសើពីមនុស្សម្នាក់ឈ្មោះលឹមឈិនដល់នៅទីទៀតខ្ញុំត្រូវការឯកសារពាក់ព័ន្ធនឹងកិច្ចទាំងអស់លឹមឈិនលោកធ្វើខ្ញុំភ្ញាក់ផ្អើលមែនសម្បីថ្នាំទឹកមានតម្លៃដូចជាថ្នាំជៀនក៏លោកយកមកបានថ្ងៃណាមួយជួយខ្ញុំមកក្របដៃមកណាគ្រាន់តែជាថ្នាំឈានជៀនតាមសមត្ថភាពគ្រួសារមុខបើចង់បានគឺជាការងាយស្រួលណាស់មិនអាចទៅថ្នាំឈានជៀនមានតម្លៃកុំថាឡាយគ្រួសារមុខទោះជាវាមានស្ដេចទេមិនមែនអ្នកគ្រប់គ្នាសុទ្ធតែអាចយកបាននោះទេហេតុអីលោកយកវាបានជាការងារបំផុតខ្ញុំគ្រាន់តែផលិតបន្តិចបានហើយលឹមឈិនលោកចាត់ទុកខ្ញុំជាក្មេង3ឆ្នាំឬមួយលោកពិតជាមានឋានៈខ្ពង់ខ្ពស់ដែរអ្នកណាក៏ឈោមមិនដល់លឹមឈិនណាលោកចាត់ទុកខ្ញុំជាក្មេង3ឆ្នាំបានហើយទោះបីជាលោកមិននិយាយក៏ខ្ញុំដឹងគឺលោកលៃឲ្យលោកទៅទេលោកលៃជាអ្នកការពារវាមានស្ដេចទេចង់បានថ្នាំឈានជៀនមួយគ្រាប់ក៏មិនប្របាក់ដែរប៉ុន្តែហេតុអីក៏គេប្រកល់ថ្នាំមានតម្លៃយ៉ាងនេះឲ្យលោកអញ្ចឹងឬមួយលោកពិតជាមានឋានៈខ្ពង់ខ្ពស់ដែលគេឈោមមិនដល់លោកមកលើកនេះតែលោកនេះគិនច្បាស់ហើយនៅថាលោកទៅសាំងជីងជាមួយនឹងខ្ញុំព្រមតាមសំណាក់នាងតែខ្ញុំក៏ត្រូវមានលក្ខណៈអ្វីទៅប្រកល់ព័ត៌មានខ្ញុំសិនមានបញ្ហានេះជាព័ត៌មានដែលខ្ញុំប្រមូលបានគ្រួសារហ្វានឹងឈីគួរឲ្យសង្ស័យជាងគេកាលពីហ្នឹងខ្ញុំត្រូវស៊ើបមនុស្សម្នាក់ទៀតជិតស្និទ្ធជាមួយគ្រួសារទាំងពីរខ្ញុំគិតថាម្នាក់នោះគឺលោកស្គាល់ច្បាស់ណាស់អ្នកប្រុសទី2គ្រួសារលីមហៅអ៊ីប្អូនប្រុសរបស់លោកចាំមិញថាមិញមកពេញនេះមិនដឹងទៅរកប្រុសប្រិយមកពីណាចង់រៀបការជាមួយគេទៀតបានខ្ញុំដឹងទៅស៊ើបឲ្យខ្ញុំចង់ដឹងថាតើអាចក្រៃណាវាអត់ភ្នែកចង់ដណ្ដើមស្រីជាមួយជើងបាទមានដំណឹងពីបងខ្ញុំទេតាំងពីនៅប្រធមបាត់ខ្លួននៅពេលចេញ10ឆ្នាំមុនពួកខ្ញុំតាមស៊ើបរហូតតែរកមិនឃើញតម្រុយណាមួយទេខ្ញុំប្រាប់ឯងលឹមឈិនគឺជាមនុស្សចោលម៉ាស៊ីនដែលគ្រួសារលឹមដេញចេញពីផ្ទះខ្ញុំទើបជាអ្នកប្រធមពួកឯងរស់ត្រូវឃើញមនុស្សងាប់ត្រូវឃើញសពស្រាប់បានហើយនឹងបាទ
គឺវា អ្នកប្រុសទី2គ្រូសាលីមតាំងពីលោកត្រូវដេញចេញពីគ្រូសាលីមមកលីហៅអ៊ីគ្រប់គ្រងកិច្ចការគ្រប់យ៉ាងក្នុងគ្រូសាលីមនិយាយទៅគឺគេទៅជាអ្នកប្រធមពិតប្រាកដក្នុងគ្រូសាលីមប្រហែលឆ្នាំមុននេះលីមហៅអ៊ីសហការស្អិតរមួតជាមួយគ្រូសាហ្វាំងនិងឈីងពួកគេដូចជាកំពុងរៀបចំផែនការអ្វីម្យ៉ាងទៀតគេក៏តាមរកដំណឹងលោកដែរអានិយាយថាលីមហៅអ៊ីជាគ្រោះថ្នាក់ធំបំផុតដែលលោកទៅសាំងជីងលើកនេះ គេជាគោលដណ្ដឹងដែលគ្រូសាមួយជ្រើសរើសឲ្យនាង មិនក៏លោកដឹង មើលទៅនៅសាំងជីងអ្នកដែលអាចសង្កត់គេបានមានតែខ្ញុំទេដែលធ្លាប់ជាអ្នកប្រធមគ្រូសាលីម មិនខុសទេគេពិតជាគូដណ្ដឹងដាក់គ្រួសារមករើសឲ្យតែខ្ញុំមិនស្រឡាញ់ទេម្នាក់នេះល្បីកលច្រើនពេកបើប្រៀបធៀបជាមួយគេខ្ញុំស្រឡាញ់លោកច្រើនជាងជោគល្អលេងល្ខោនបន្លំភ្នែកខ្លាចជាការពិត នាងលេងមែនទេណា ខ្ញុំលេងសាញ់តាសហការនិងសហការខ្ញុំប្រកាសជាមិនបំពេញព្រំដែន ចឹងទៅ ទៅណា ទៅសាំងជីងខ្ញុំបានឲ្យទៅជួបមិត្តចាស់វិញ លឹមឈិនថ្ងៃនេះលោកមកគ្រួសារមួយជាមួយខ្ញុំលោកត្រូវជួបអមប្រុសមុខជីងគួរតាំងពីឪពុកខ្ញុំបិទទ្វារសមាធិកិច្ចការក្នុងគ្រួសារមួយទាំងអស់មានគាត់ជាអ្នកគ្រប់គ្រងសម្ដីរបស់គាត់លោកគួរតែអត់ធ្មត់បន្តិចកុំឲ្យមានបញ្ហាកើតឡើងណាបើមិនចឹងទេខ្ញុំការពារលោកបញ្ជាប់ទេលោកយល់ទេ កុំបារម្ភអីត្រឹមគ្រូសាមុខមិនអាចធ្វើអ្វីខ្ញុំបានទេ ខ្ញុំខ្លាចគេវាយលោកចឹងណាធានលៃមិននៅក្បែរគ្មានអ្នកណាការពារលោកទេអាយ៉ាគឺមកពេញលេងអ្នកនាងធំគ្រួសារមុខតាយ៉ាងម៉េចទៅរកប្រុសបានតាមផ្លូវណាហ្នឹងគេឈ្មោះមូស៊ីលីងកុំស្អីអមប្រុសខ្ញុំមករបស់គេម្នាក់នេះតែប៉ុណ្ណឹងកុំខ្វល់នឹងគេអីមូស៊ីលីងរឿងរបស់ខ្ញុំមិនបាច់លុកដៃចេះដឹងរឿងគេទេមកពេញនេះឯងអាយ៉ាក្លិនស្អីគេហ្នឹងតាមពិនក្លិនអ្នកក្រសោះណឯងនេះចាំមែនហើយបោះចោលអ្នកប្រុសលីមហាងអ៊ីល្អម្នាក់បែរជាមករកអ្នកក្រពីណាមកចុះផ្ទះចំជាមនុស្សចំណៃមែនហើយ ពិតជាមានក្លិនចម្លែកមែន ចេះដឹងខ្លួនឯងតា អាចាតាមពិតក្លិនសយមកអ្នកខ្លះសោះព្រឹកមិញអត់ដុសថ្មិញទេ លោកថាម៉េច